ជីវិតឯករបស់មនុស្សចាស់កាលកូននៅតូចផ្ទះមួយនេះមានសភាពអ៊ូអររាល់ថ្ងៃម៉ែឪសប្បាយរីករាយបីបាច់ថែរក្សាកូនរហូតកូនដឹងក្តីរៀនសូត្រចប់មានការងារគ្រប់គ្នាប៉ុន្តែពេលវេលាកាន់តែទៅមុខកូនកាន់តែធំមានការងារធ្វើមានប្តីមានប្រពន្ធក៏ត្រូវបែកផ្ទះសេញទៅរៀងខ្លួនផ្ទះដែលធ្លាប់តែអ៊ូអរក៏ចាប់ផ្ដើមប្រែជាស្ងាត់បន្តិចម្ដងសល់តែមនុស្សចាស់ពីរបីនាក់ប៉ុណ្ណោះរស់នៅចៅនៅឆ្ងាយឃើញនឹងជួបតាមទូរស័ព្ទម្ដុំកាលកូនរវល់នឹងការងាររវល់នឹងគ្រួសាររបស់គេដែរជួនកាលបានជួបគ្នាតាមទូរស័ព្ទឬជួបផ្ទាល់នៅចុងសប្តាហ៍ខ្លះការពិតលុយកាក់សំខាន់មែនហើយប៉ុន្តែវាមិនអាចទិញភាពកក់ក្ដៅនិងថ្នាំភាពឯកោបានឡើយមនុស្សចាស់ចង់ឃើញចង់ជួបជុំកូនចៅចង់និយាយលេងសួរសុខទុក្ខនេះគឺជាការផ្ដល់ភាពកក់ក្ដៅមិនអាចកាត់ថ្លៃបានគាត់មិនហ៊ានរំខានកូនព្រោះខ្លាចកូនហត់តែចិត្តគាត់កំពុងតែទន្ទឹងរង់ចាំផ្លូវកូនរាល់ថ្ងៃកូនគួរយល់ពីអារម្មណ៍នេះលុយអាចរកបានទោះតិចច្រើនក្តីតែឪពុកម្ដាយបើគាត់លីយើងហើយគឺលីរហូតហើយកុំចាំតតែបាត់បង់គាត់ទើបស្ដាយក្រោយព្រោះពេលវេលារបស់គាត់នៅសល់តិចតួចទេ